នៅខណៈដែលឆ្នាំចាស់2025បានរត់កន្លងផុតទៅឆ្នាំថ្មី2026ក៏ចូលមកដល់ខ្ញុំក៏មានពាក្យខ្លះនៅក្នុងចិត្តដើម្បីនិយាយសូមអរគុណខ្លាំងណាស់ចំពោះមនុស្សគ្រប់គ្នាដែលមានចិត្តល្អមកលើខ្ញុំបំណងល្អមកលើខ្ញុំចំពោះអ្នកដែលបារម្ភពីខ្ញុំនិងតែងតែស្ដាប់ខ្ញុំគាំទ្រខ្ញុំទោះបីជាតាមវិធីណាតិចតួចក្តីអរគុណដែលគាំទ្រឆ្នាំ2025មិនមែនជាឆ្នាំដែលស្រួលនោះទេមានពេលខ្លះខ្ញុំហត់នឿយគិតច្រើន stress និងរោគសម្ពាធគ្មានអារម្មណ៍ទាល់តែសោះនៅក្នុងខ្លួនតែភាពចិត្តល្អរបស់អ្នកបានផ្ដល់ធម៌ពលឲ្យខ្ញុំបានជួយខ្ញុំនិងផ្ដល់ក្តីសង្ឃឹមទោះមិនមែនជារឿងធំដុំអ្វីក្តីតែវាជាពាក្យលើកទឹកចិត្តតិចតួចដែលមានន័យណាស់សម្រាប់ខ្ញុំសូមអរគុណដល់អ្នកតែនៅក្បែរខ្ញុំយល់ពីខ្ញុំនិងគាំទ្រខ្ញុំនឹងមិនភ្លេចវាទេហើយបើអ្នកបានមើលវីដេអូឃ្លីបមួយនេះខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះអ្នកនឹងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃដោយដែលអ្នកបានផ្ដល់មកឲ្យខ្ញុំនិងភាពរីកចម្រើនជូនទៅដល់អ្នកនេះជាពាក្យដែលមាននៅក្នុងចិត្តហើយនិយាយប្រាប់ទៅអ្នកអរគុណ